ប្រាក់ខែ500គូមានគ្រួសារឬក៏អត់នឹងថ្ងៃនេះហើយក៏ដូចជាប្រហែលថ្ងៃមុនហ្នឹងមានការវិនិច្ឆ័យច្រើនណាស់អំពីប្រធានបទប្រាក់ខែ500គូមានប្រពន្ធឬក៏អត់ហ្នឹងណានឹងឲ្យតាមពិតមានបងអូនស្រីម្នាក់ដែលគាត់និយាយហ្នឹងខ្ញុំបានស្ដាប់វីដេអូគាត់ខ្លះដែរគាត់និយាយថាបើសិនជាគាត់នឹងឲ្យបើសិនជាគាត់វា500វាតិចណាស់500បើសិនជាគាត់ណានឹងឲ្យគាត់និយាយនេះមិនមែនជាលក្ខណៈ general ជាលក្ខណៈទូទៅទេណាគាត់និយាយលក្ខណៈខ្លួនគាត់ទេហ្នឹងហើយតាមពិតបើយើងនិយាយទៅវាមិនខុសហើយក៏វាមិនត្រូវណាហ្នឹងហើយយើងអត់អាច apply នៅក្នុងប្រទេសខ្មែរយើងបានទេហេតុអីខ្ញុំនិយាយអញ្ចឹងជាក់ស្ដែងផ្ទាល់បច្ចុប្បន្នទោះបីជាយើងរៀនចប់បរិញ្ញាបត្រថ្មីណាយើង currently completed bachelor degree អីហ្នឹងបច្ចុប្បន្នចូល start ដំបូងប្រាក់ខែអាច250ទៅ300អានេះគេថាការ start probation 3ខែដំបូងណាហើយបន្ទាប់ពីយើងធ្វើការបានល្អទៅយើង pass probation ទៅអានឹងយើងអាចនឹងឲ្យឡើងនឹងឲ្យបន្តិចបន្តទៀតណាតែបើសិនជាខ្ញុំនិយាយជារួមវិញប្រាក់ខែ500សម្រាប់ប្រជាជនខ្មែរយើងបច្ចុប្បន្នមានថា500 up វាមិនសូវជាមានច្រើនទេវាមានដែរក៏ប៉ុន្តែវាមិនច្រើនតែម្ដងណាដោយសារបច្ចុប្បន្នបងប្អូនឃើញស្រាប់ហើយប្រាក់ខែជាទូទៅបើសិនជាយើងមិនសូវជាមានចំណេះដឹងអីមិនសូវជាមាន skill មិនសូវជាមានជំនាញអីហ្នឹងហើយការងារខ្លះប្រាក់ខែ180 200ទេណាហ្នឹងហើយអ្នកខ្លះទៅក៏តោងបាន250ទៅ300ទៅអញ្ចឹងតម្រាំតែគាត់អាច up to ដល់500បានគាត់ត្រូវ spend much ជារបស់គាត់ណាគាត់ត្រូវចំណាយពេលវេលាច្រើននឹងឲ្យអាចចន្លោះពី1ឆ្នាំ2ឆ្នាំ3ឆ្នាំនឹងឲ្យ4ឆ្នាំទៅតាមកម្រិត level ទៅតាមក្រុមហ៊ុនអីចឹងណាហ្នឹងហើយអញ្ចឹងវាពិបាកដែរហ្នឹងហើយបងប្អូនឃើញស្រាប់ហើយថាប្រាក់ខែបើយើងពីប្រាក់ខែផ្នែកគ្រូបរិញ្ញាផ្នែកប៉ូលីសទាហាននិងផ្នែកវិស័យមួយចំនួនហ្នឹងប្រាក់ខែ2លានហ្នឹងវាដូចជារៀងពិបាកដែរហ្នឹងហើយយើងវារៀងពិបាកដែរណាបងប្អូនពិបាកបងប្អូនដឹងហ្នឹងហើយអ្នកដែលនៅខ្មែរបងប្អូនដឹងស្រាប់ថាប្រាក់ខែ500ហ្នឹងវារៀងពិបាករកបន្តិចហ្នឹងហើយពិបាករកបន្តិចហើយតាក់ទងជាមួយនឹងប្រាក់ខែដល់500ឡើងអីបានអាចយកគ្រួសារបានចំណុចនេះខ្ញុំមិនសូវជាឯកភាពទេហេតុអីបានជាខ្ញុំនិយាយមិនសូវឯកភាពវាការបង្កើតគ្រួសារមួយវាលុយវាមិនមែនជាចំណុចធំតែម្ដងទេណាវាមិនមែនទេតើតែវាជាកត្តារួមផ្សំទេបើយើងមានលុយច្រើនទៅគ្រួសារយើងទៅយើងចង់បានអីចង់បានផ្ទះចង់បានឡានចង់បានសល់លុយខ្លះរស់ស៊ីអីហ្នឹងវាល្អអាហ្នឹងបើសិនជាយើងអាចរកបានហ្នឹងវាល្អតែសួរថាអ្វីដែលយើងចង់បានហ្នឹងវាបានដូចចិត្តអត់វាមិនប្រកាសថាបានដូចចិត្តយើងទេហើយចំណុចសំខាន់អាការបង្កើតបើថាការ create នៅ family មួយនោះវាទាមទារនៅចំណុចច្រើនណាស់នឹងការយោគយល់គ្នាការអព្យាស្រ័យគ្នាការចេះសន្សំចៃប្រពន្ធទុកដាក់អីចឹងទៅប្តីរោប្រពន្ធទុកដាក់ទៅណាហ្នឹងហើយប្តីខ្លះទៅប្តី200-300ទៅប្រពន្ធ200-300ទៅហ្នឹងហើយថាបើសិនធ្វើការជាមួយទាំងអស់គ្នាឬក៏ប្តី300-400ប្រពន្ធរស់ស៊ីទៅហ្នឹងហើយឬក៏ប្រពន្ធធ្វើការប្តីរស់ស៊ីទៅអានេះនិយាយចឹងគេថាការជួយគ្នាដូចចង្វា
ដូចចវាអញ្ចឹងយើងព្យាយាមអ៊ំទៅណាដូចសัตว์អញ្ចឹងសัตว์វាត្រូវការស្លាបពីរដើម្បីហោះបានទីឆ្ងាយហ្នឹងហើយអញ្ចឹងអ្វីទាំងអស់គឺវាថាការពឹងហើយការពាក់គ្នាណាវាមិនអាចយើងផ្ដោតទៅលើតែប្រាក់ខែមួយមុខទេហើយបើសិនជាគ្រួសារនឹងប្រពន្ធគាត់ចេះຕົកចេះដាក់ចេះសន្សំចៃថែទាំលុយកាក់គាត់ប្តីក៏ល្អចេះហ្នឹងហើយចង់មានចង់បានទៅខ្ញុំគិតថាវាមិនបាច់ដល់500ទេបងប្អូនហ្នឹងពី300ក៏គេរស់បានដែរអានេះយើងនិយាយទៅណាតើជីវភាពនឹងគេឯងទៅណាយើងអត់អាចទៅ high show ខ្លាំងបានទេហ្នឹងហើយបើសិនជាយើងជាមនុស្សស្រីឬក៏មនុស្សប្រុសក្តីផឹកតាស្រាលេងតែលបែងហ្នឹងហើយកុំថាប្រាក់ខែ500ប្រាក់ខែ50000ក៏វាអាលាយដែរអានេះយើងនិយាយត្រង់ទៅត្រង់មកទៅណាហ្នឹងហើយ high show ខ្លាំងពេកហ្នឹងអានក៏វាអាលាយដែរអញ្ចឹងវាមិនមែនការប្រាក់ខែចាប់ពី500ទៅបានយកប្តីយកប្រពន្ធបានវាមិនសូវជាត្រូវខ្ញុំចង់ប្រយ័ត្នដដែលណាហ្នឹងហើយអញ្ចឹងខ្ញុំសរុបជារួមវិញមិនចាំបាច់ប្រាក់ខែ500អីឡើងទេតាមដើមដែលគិតថាវា fit ដែលគិតថាវាសមរម្យដើម្បីយកទេបើសិនជាយើងអាចឈានដល់ដំណាក់កាលនឹងបានវាប្រសើរខ្ញុំចង់បញ្ជាក់ណាលើលោកនេះគ្មានតែគេចង់ក្រទេបើយើងបានប្រាក់ខែច្រើនទៅក៏ធ្វើឲ្យគ្រួសារនឹងវាមានសុភមង្គលមួយផ្នែកដែលគាត់អាចទិញរបស់របរឲ្យផ្សេងrefill នៅ lifestyle របស់គាត់បានអានោះវាថាគាត់ចង់បានអីវារៀងស្រួលបើស្អីគាត់មានប្រាក់ខែរៀងច្រើនតែភាគច្រើនខ្ញុំគិតថាអត់ចាំបាច់ដកនឹងពេកទេហ្នឹងហើយស្រឡាញ់គ្នាចាប់ដៃគ្នាទៅណៃនេះជាសារមួយណាដើម្បីជាការលើកទឹកចិត្តដល់បងប្អូនយើងដែលនៅស្រុកខ្មែរហ្នឹងហើយជាការលើកទឹកចិត្តហ្នឹងហើយពី300 400ក្តីហ្នឹងហើយប្រឹងប្រែងធ្វើការទៅហើយចាប់ដៃគ្នារស់ស៊ីចាប់ដៃគ្នាធ្វើការទៅណាបង្កើតជាគ្រួសារបង្កើតជាអីទៅហ្នឹងហើយកុំទៅស្ដាប់ប្រាក់ខែច្រើនពេកកុំទៅស្ដាប់នៅរឿងដែលមិនសូវល្អពេកធ្វើឲ្យមនុស្សយើងបាក់ទឹកចិត្តនៅពេលដែលបាក់ទឹកចិត្តទៅលែងចង់ធ្វើការចូលទៅដល់គេទាប្រាក់ខែ500ឡើងឬក៏អីចឹងធ្វើឲ្យមនុស្សប្រុសយើងគាត់ចាប់ផ្ដើមបាក់ទឹកចិត្តអស់សង្ឃឹមលែងចង់ធ្វើការមិនដឹងសំប្រហែលពាន់ឆ្នាំទៅបានប្រពន្ធឃើញទេអញ្ចឹងពេលខ្លះអាការធ្វើវីដេអូខ្លះគឺជាវីដេអូបំបាក់ទឹកចិត្តរបស់ប្រជាជនយើងណាខ្ញុំនិយាយនេះមិនមែនថាប្អូនស្រីគាត់និយាយខុសទេតែគាត់ថារឿងខ្លះមិនត្រូវនិយាយព្រោះពេលខ្លះមនុស្សវាមាន lifestyle ខុសគ្នាណាអ្នកខ្លះ100 200ក៏គាត់រស់បានអ្នកខ្លះទៀត10000 20000រស់មិនបានផងហ្នឹងហើយដូចខ្ញុំបញ្ជាក់អញ្ចឹងអា lifestyle អា level នៃការរស់នៅវាផ្សេងគ្នាណាហ្នឹងហើយអញ្ចឹងប្រាក់ខែប៉ុណ្ណាក៏ដោយហ្នឹងហើយចាប់ដៃគ្នារស់ស៊ីទៅចាប់ដៃគ្នាធ្វើការទៅហ្នឹងហើយលើកទឹកចិត្តណាហ្នឹងហើយព្យាយាមទៅហ្នឹងហើយអរគុណច្រើន